មិនសរសើរគឺមិនបានទេឥឡូវនេះគឺថ្នាំខ្លាំងចាក់ចំមុខរបួសរួងដល់ឆ្អឹងខ្ចីហើយអគ្គនាយកដ្ឋាននិងរដ្ឋកោកម្ពុជាចេញបញ្ជាដៃក្តៅគគុកវាគំតិចមន្ត្រីឆ្លៀតឱកាសប្រើអំណាចបុគ្គលជន់ឈ្លីច្បាប់និងដាស់តឿនឲ្យបញ្ឈប់រូបភាពប្រើជនស៊ីវិលមកកាងការងារបិទបាំងភាពមិនប្រក្រតីបើនៅតែរឹងរូសរឹងទៅតឹងទៀតត្រៀមខ្លួនរងពីនៃរដ្ឋបាលអាចបញ្ឈរជើងឬបណ្ដេញចេញពីក្របខ័ណ្ឌនិងទណ្ឌកម្មឈប់ផ្សាយចេញពីរាជធានីភ្នំពេញពន្លឺនៃដំណាភាពបានជះមកលើស្ថាប័នកជាថ្មីម្ដងទៀតហើយកាលពីថ្ងៃទី16ខែមករាឆ្នាំ2026នេះឯកឧត្តមបណ្ឌិតគុណញឹមបានបញ្ចេញសារព្រមានយ៉ាងធ្ងន់ធ្ងរក្នុងសេចក្តីណែនាំ7ចំណុចដែលប្រៀបដូចជាដាវអញ្ញាសឹកមួយសម្រាប់កាត់ខោបាលមន្ត្រីខលខូចមន្ត្រីក្របល្ពើស្ងោកមន្ត្រីជើងដប់ដែលយកតួនាទីទៅធ្វើជាអាជីវកម្មផ្ទាល់ខ្លួននេះមិនមែនគ្រាន់តែជាការរំលឹកធម្មតានោះទេប៉ុន្តែគឺជាការប្រកាសសង្គ្រាមប្រឆាំងនឹងអំពើពុករលួយនិងភាពអសកម្មដែលបង្កប់ក្នុងជួរមន្ត្រីគយនិងរដ្ឋកោកម្ពុជាដោយពាក្យស្លោកពលថាទឹកថ្លាល្អលុះត្រាតែក្បាលទឹកស្អាតបើក្បាលទឹកល្អកុំសង្ឃឹមថាខាងក្រោមនឹងថ្លាឲ្យសោះការចេញមកពង្រឹងពិន័យនៅពេលនេះគឺជាសញ្ញាអាសន្នសម្រាប់អ្នកដែលធ្លាប់តែអាងខ្នងអាងអំណាចត្រូវឈប់លេងសើចនឹងច្បាប់តទៅទៀតទៅខ្លឹមសារវិភាគស៊ីជម្រៅពុកម៉ែបងប្អូនប្រិយមិត្តទូរទស្សនិកជនមកស្ដាប់ទាំង7ចំណុចសំខាន់របស់ឯកឧត្តមគុណញឹមចេញសេចក្តីណែនាំថ្មីនេះ1អំណាចមិនមែនសម្រាប់លក់ដូរនោះទេចំណុចក្តៅបំផុតគឺជាការហាមដាច់ខាតមិនឲ្យប្រើអំណាចដើម្បីប្រយោជន៍បុគ្គលឡើយមន្ត្រីខ្លះប្រើស្លាកលេខរដ្ឋនិងឯកសណ្ឋានធ្វើជាខែលការពារជំនួយខុសច្បាប់ឬចម្រិតទារប្រាក់ពីអាជីវករនេះគឺជាមហារាជស្ថាប័នហើយដែលត្រូវវះកាត់ចេញជាបន្ទាន់អំណាចដែលច្បាប់ផ្ដល់ឲ្យគឺសម្រាប់បម្រើជាតិមិនមែនសម្រាប់សាងសង់អាណាចក្រផ្ទាល់ខ្លួនលើគំនរទុកវេទនារបស់រាជនោះទេ2វប្បធម៌ប្រើកូនកញ្ច្រែងឬជនស៊ីវិលការិយាល័យគយខ្លះតែមានមុខសញ្ញាជនស៊ីវិលដើរតួជំនួសមន្ត្រីជួយរត់ការធ្វើជាអ្នកសម្របសម្រួលលុយក្រោមតុផ្សេងសេចក្តីណែនាំបានវាយចំចំណុចសន្លប់នេះតែម្ដងការឲ្យជនស៊ីវិលមកពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលគឺជាការបន្ទាបតម្លៃស្ថាប័ននិងជាច្រកផ្លូវនៃអំពើពុករលួយដ៏គ្រោះថ្នាក់បំផុតមន្ត្រីពិតត្រូវហ៊ានបង្ហាញមុខបើកិច្ចការស្អាតស្អំមិនបាច់ពឹងអាស្រូវជួយបិទបាំងនោះឡើយ3សិលធម៌និងការទទួលខុសត្រូវការព្រមមានអំពីអាកប្បកិរិយានិងពាក្យសម្ដីគឺជាការទះកំភ្លៀងមន្ត្រីច្រងេងច្រងាំងដែលតែងតែប្រើអំណាចគំរាមកំហែងអ្នកដទៃប្រធានអង្គភិបត្រូវទទួលខុសត្រូវចំពោះកំហុសកូនចៅបើកូនចៅខូចមេក៏មិនអាចរួចខ្លួនបានដែរយន្តការសវនកម្មផ្ទៃក្នុងនឹងខ្លាចជាផ្នែកមនុស្សហើយដើម្បីតាមដានរាល់សកម្មភាពមិនប្រក្រតីនៅតាមច្រកទ្វារសេដ្ឋកិច្ចសំខាន់គឺព្រំដែនផ្សេងឬក៏តាមបណ្ដាខេត្តផងនោះចំណុចទី4ការបង្កប់ឲ្យមានអាកប្បកិរិយាថ្លៃថ្នូរគឺជាការទះកំភ្លៀងមន្ត្រីច្រងេងច្រងាងដែលធ្លាប់តែប្រើសម្ដីគំរាមកំហែងនិងមើលងាយអ្នករកស៊ីមន្ត្រីគយត្រូវដឹងខ្លួនឯងថាអ្នកគឺជាអ្នកបម្រើរាជមិនមែនជាម្ចាស់ជីវិតរបស់រាជនោះទេ5ការសហការជាមួយអាជ្ញាធរមូលដ្ឋានមិនមែនដើម្បីរួមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយនោះទេប៉ុន្តែដើម្បីត្រួតពិនិត្យគ្នានិងពង្រឹងសន្តិសុខសេដ្ឋកិច្ចការធ្វើការដាច់ដោយឡែកដោយអាងអំណាចស្ថាប័ននឹងត្រូវបញ្ចប់ពីពេលនេះទៅ6មេត្រូវទទួលខុសត្រូវការដាក់បន្ទុកលើប្រធានអង្គភិបឲ្យតាមដានកូនចៅគឺជាយន្តការមេដឹកនាំត្រូវតែស្អាតស្អំបើកូនចៅនៅតែបន្តរកស៊ីសំណុកសុប៉ាន់ហើយមេធ្វើមិនដឹងមិនលឺទៀតនោះមេនឹងត្រូវរងនឹងច្បាប់ផ្ដាច់ការមុនគេបង្អស់នឹងចំណុចទី7ដែលជាចំណុចបញ្ចប់យន្តការភ្នែកម្នាស់តាមដានដល់ឫសគល់បំផុតការដាក់ឲ្យមានសាវនកម្មផ្ទៃក្នុងនិងនាយកដ្ឋាននិងបុគ្គលិកតាមដានជាប្រចាំគឺជាការប្រកាសអាសន្នថាគ្មានកន្លែងណាអាចលាក់ខ្លួនបានឡើយបើសិនជាមន្ត្រីខលខូចត្រូវចាំថាភ្នែកម្នាស់កំពុងសម្លឹងមើលរាល់សកម្មភាពមិនប្រក្រតីរបស់អ្នកហើយគួរបញ្ជាក់ផងដែរថាសេចក្តីណែនាំទាំង7ចំណុចនេះគឺជាដាច់ថែបសម្រាប់ពង្រឹងរដ្ឋបាលគយឲ្យរឹងមាំ
គឺជាសារដាស់តឿនថាយុគសម័យធ្វើស្រែលើខ្នងរាជបានឈានមកដល់ទីបញ្ចប់ហើយមន្ត្រីដែលនៅតែមានគំនិតឆ្លៀតឱកាសត្រូវចាំថាសំណាញ់ច្បាប់មានក្រឡាញឹកណាស់បើទោះជាថ្ងៃនេះរួចខ្លួនក៏ថ្ងៃក្រោយមិនប្រកាសថាគេចផុតពីទណ្ឌកម្មនៃច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនោះទេច្បាប់គឺជាច្បាប់អ្នកដែលគោរពច្បាប់គឺជាអ្នកថ្លៃថ្នូរបំផុតអ្នកដែលជន់លើច្បាប់នឹងត្រូវច្បាប់កំទេចចោលហើយមហាជនទូទាំងប្រទេសសង្ឃឹមថាក្រោយសេចក្តីណែនាំនេះរូបភាពមន្ត្រីកុយដែលធ្លាប់តែទទួលរងការរិះគន់នេះនឹងប្រែក្លាយទៅជាមន្ត្រីដែលបម្រើសេវាសាធារណៈដ៏គួរឲ្យគោរពនិងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏រឹងមាំពិតប្រាកដរីកាពីខ្ញុំបាទម៉ូដាហាងក្រុងធម្មជាតិជាជំរឿនដ៏ល្អឥតខ្ចោះសម្រាប់សួនប្រណិតរបស់អ្នកពីហាងក្រុងធម្មជាតិទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ010 29 78 និង91 066 58 42 និង68ហាងក្រុងធម្មជាតិ